ទីបំផុត Real Madrid នៅតែលេងមិនឈ្នះ Arsenal ចាញ់ទៀតហើយ3 ទល់នឹង 0 កាលពីយប់មិញនេះធ្ងន់ធ្ងរណាបើសម្រាប់ក្រុម Real Madrid អត់ឈ្នះ Arsenal ទេ Arsenal ដាក់ 3-0 សុទ្ធ2ដណ្ដប់ជើងចំគោលដៅ 11 នៅតែលេងមិនឈ្នះ3ប្រកួតហើយលេងមិនឈ្នះ Arsenal ទេ3ប្រកួតលើការដែល Real Madrid ជួប Arsenal កន្លងទៅទាំងយប់មិញនេះកំភ្លើងធំ Arsenal ផ្ដួល Real Madrid ធ្ងន់ធ្ងរ 3-0 បងប្អូនបាទ 3-0 ច្រើនគ្រាប់បាល់បែបនេះមិនងាយទេ Real Madrid មិនងាយចាញ់អ្នកណាច្រើនគ្រាប់បែបនេះទេបាទឥឡូវនេះគឺត្រូវបាន Arsenal សុទ្ធច្រើនមែនទែនដល់ទៅ3គ្រាប់បងប្អូនហើយបាទយប់មិញនេះចង្វាក់លេងរបស់ Arsenal គឺច្បាស់ការសម្រុកគឺច្បាស់លាស់មែនទែនបងប្អូនអូយបើសុទ្ធ on target ឡើង11ដងបងប្អូន11ជើងសុទ្ធច្រើនណាស់បាទ3គ្រាប់ទល់នឹង0បើសិនជាចូលទាំង11ជើងដែលចំគោលដៅនោះស្មើនឹង11គ្រាប់បងប្អូនតែទីបាត់គូទាស់សង្គ្រោះបានដល់ទៅ8ដងគូទាស់សុទ្ធសង្គ្រោះ8ដងកុំអីនឹងរៀលធ្ងន់ណាស់ធ្ងន់យល់តែមែនទែនប៉ុន្តែ 3-0 បែបនេះក៏នៅតែអាម៉ាស់ដែរបងប្អូនហើយបាទលំដាប់ដល់ទៅ Real Madrid ហើយទប់ Arsenal មិនជាប់បងប្អូន Arsenal ល្អពេកបាទល្អពេកកាលពីយប់មិញនេះបាទបងប្អូនខ្ញុំសង្កេតឃើញថាកាលពីវគ្គទី1 Arsenal លេងល្មមទេធម្មតាមិនជាសម្រុកអីខ្លាំងទេ Real Madrid ក៏លេងមកល្មមដែរប្រហែលគ្នាវគ្គទី1ណាបងប្អូនណា45នាទីលើកដំបូងគ្រប់គ្រងបាល់ Arsenal 55% Real Madrid 45% ក៏ប៉ុន្តែការសុទ្ធ Real សុទ្ធច្រើនជាង Arsenal Real សុទ្ធ6ជើងចំគោលដៅ2អត់ចូលដល់ទៅពេល Arsenal សុទ្ធ5ជើងចំគោលដៅដល់ទៅ4អត់ចូលដូចគ្នាដែរ0ស្មើបាទ0ស្មើអញ្ចឹងតង់ទី1 Arsenal ហាក់ដូចជាប្រហាក់ប្រហែលជាមួយ Real Madrid រៀងស្ទាបស្ទង់ដែរបាទហើយចុះទប់លឿនបើសម្រាប់ Arsenal វាបកការវាបករបស់ Real Madrid គឺមិនបានសម្រេចទេ Arsenal ចុះបិទទាន់ពេលវេលាទោះបីជាលេងនៅក្នុងដីក៏ដោយក៏ Arsenal ប្រយ័ត្នជើងក្រោមដែរក្រុមមួយនេះគឺប្រយ័ត្នជើងក្រោមយល់ទៅមែនទែនបើទោះជាសម្រុក Real Madrid ខ្លាំងប៉ុណ្ណាក៏ដោយតែពេលដែលរបូតបាល់ចុះលឿនមែនទែនធ្វើឲ្យការវាយលុករបស់ Real Madrid លឿននោះមិនបានសម្រេចទេអញ្ចឹងតង់ទី1 0ស្មើប្រហាក់ប្រហែលគ្នា Arsenal ជាមួយនឹង Real Madrid ប៉ុន្តែបងប្អូនចូលមកដល់តង់ទី2ខ្ញុំអត់និយាយតង់ទី1ខ្ញុំនិយាយតែការប្រកួតតង់ទី2ទេតង់ទី2 Arsenal គ្រប់គ្រងបាល់ 52% Real 48% អាហ្នឹងតង់ទី2ណាបងប្អូនណាបាទ58ទល់នឹង48ទល់នឹង52 Arsenal លើស 2% តែការសុទ្ធនៅតង់ទី2 Arsenal សុទ្ធ7ជើង Real សុទ្ធបានតែ3ជើងទេតង់ទី2 3ជើងចំគោលដៅ1 Arsenal សុទ្ធ7ជើងតង់ទី2ចូលតង់ទី2 Real បបាក់លេងជាមួយ Arsenal គ្របតិចប្រឹងលេងម្ដងតិចទេហើយក៏ចាប់ផ្ដើមលេងមកអស់មកទំហឹងហ្មងធ្វើឲ្យ Real Madrid មិនដឹងថា Arsenal នឹងចាប់ផ្ដើមប្រឹងអស់ដៃអស់ជើងប្រឹងខ្លាំងទៅសុទ្ធ7ជើងចំគោលដៅទាំង7បើសម្រាប់ក្រុម Arsenal ចំគោលដៅទាំង7នៅតង់ទី2 7ជើងនោះចំគោលដៅទាំង7នោះចូលបាន3អត់ចូល4នៅតង់ទី2ចឹងសរុបទាំងអស់ Arsenal សុទ្ធ12ជើងចំគោលដៅ11ជើងចូលបាន3សុទ្ធតិចទេសុទ្ធ12ជើងចំគោលដៅ11សុទ្ធ12ចូលចំគោលដៅ11ហើយបើរបូតទាំង11មិន11ទល់នឹង0ទេបាទសុទ្ធដល់កបងប្អូនហើយចូលមកដល់តង់ទី2បានបាល់ free kick Declan Rice ទាត់បាល់ free kick ស្អាតណាស់បងប្អូនអូយកោងនៅនាទីទី58កោងចូលទីបាត់គូទាស់សង្គ្រោះមិនបានទេ free kick បែបបច្ចេកទេសខ្ពស់ណាបាទ Declan Rice សុទ្ធល្អមែនទែននៅនាទីទី58ឈានដល់នាទីទី70បាទ12នាទីក្រោយមកនាទីទី70 Declan Rice បានបាល់ free kick ទៀតសុទ្ធចូលទៀតសុទ្ធ2ដងចូលទៅ2ដង free kick លើតបោទូកអូយបាទ Declan Rice លយមែនទែនបងប្អូនហើយសុទ្ធតែបាល់កោងសុទ្ធតែបាល់កោងហើយស្អាតណាបាល់របស់ Declan Rice បាល់ free kick នេះខ្ញុំមិនចង់ជឿទេ Declan Rice សុទ្ធ2គ្រាប់ free kick នេះស្អាតណាដល់ទៅពេលមិនទាន់អស់ទេនាទីទី70គ្រាប់ទី2នឹងកើតឡើងហើយ Declan Rice សុទ្ធគ្រាប់ទី2នឹងហើយរំលងបាន5នាទីក្រោយ Lewis Skelly បញ្ជូនឲ្យ Mikel Merino ពេនមកជើងឆ្វេងចូលភ្លក់គ្រាប់ទី3មួយទៀតធ្វើឲ្យ Arsenal ដល់មុខ 3-0 ត្រឹមនាទីទី75ចប់90នាទី Arsenal លាងមក3គ្រាប់ទល់នឹង0ទៅលើ Real Madrid ជារឿងមួយដែលខ្ញុំមិននឹកស្មានបងប្អូនហើយបាទមុនការប្រកួតម្សិលមិញខ្ញុំ live នៅ CTS Sport ខ្ញុំនិយាយ talk show ជាមួយនឹងពូនឿនខ្ញុំថាបាល់ហ្នឹងអាច2ស្មើReal Madrid វិញបកអីបានគ្រាប់បាល់ដែរបើហើយទៅដល់ទឹកដី Real Madrid វិញអាចនឹង Real Madrid ឈ្នះត្រឹម1គ្រាប់អីហ្នឹងណា 1-0 អីគឺ Real ឡើងហើយ
ប៉ុន្តែពេលនេះការគោរពរបស់ខ្ញុំគឺខុសឆ្លាស់បាទខុសឆ្លាស់អាសនលល្អណាស់បងប្អូនអើយជើងក្រោមរៀលម៉ាឌ្រីតចូលមិនចុះទេសរុបការប្រកួត90នាទីពេញបងប្អូន90នាទីពេញបាទទាំងតង់ទី1តង់ទី2គឺអាសនលគ្រប់គ្រងបាល់53%បាទអាសនលគ្រប់គ្រងបាល់53%រៀលម៉ាឌ្រីត47%រៀលសុទ្ធ9ជើងចំគោលដៅតែ3ទេអត់ចូលអាសនលសុទ្ធ12ជើងចំគោលដៅមកដល់10ដល់កហើយបាទហើយអាសនលសម្រុក90នាទីហ្នឹងអាសនលសម្រុក99ដងទៅលើក្រុមរៀលម៉ាឌ្រីតសម្រុកបងប្អូនណាសម្រុកយករាប់90ឲ្យតែបានបាល់វាយលុកទៅហើយវាយលុក99ដងគណៈដែលរៀលម៉ាឌ្រីតវាយលុកទៅលើអាសនលបានតែ70ដងទេខុសគ្នាជិត30ដង29ដងបាទការវាយលុករបស់ក្រុមអាសនល99ដងជិត100ដងសាហាវមែនទែនមកសម្រាប់អាសនលដល់ទៅពេលដេញជ្រោះហតាបាល់ដែលថាសម្រុកដែលមុតស្រួយបំផុតសម្រុកដែលគ្រោះថ្នាក់បាល់សម្រុកដែលគ្រោះថ្នាក់ដេញជ្រោះហតាគឺអាសនលបាន68ដងបាល់គ្រោះថ្នាក់របស់អាសនលទៅលើរៀលម៉ាឌ្រីតគឺ68ដងរៀលសម្រុកដែលគ្រោះថ្នាក់បំផុតទៅលើអាសនលបានតែ26ដងទេជ្រុងអាសនល5ដងរៀល3យីរួមទៅអាសនលលើស្ទើរតែគ្រប់តំបន់បាទទំនងលេខរបស់អាសនលយកបាញ់ទៅលើក្រុមរៀលម៉ាឌ្រីតហើយកាតក្រហមមួយទៀតបាទសម្រាប់រៀលម៉ាឌ្រីតបាទកាតក្រហមអេដវ៉ាដូកាម៉ាវីកាជើងទី2នៅក្នុងទឹកដីរៀលនៅយប់ថ្ងៃ16ឆ្លងចូលថ្ងៃ17ហ្នឹងគឺអត់មានកាម៉ាវីកាទេកាន់តែយ៉ាប់យើងនៅរៀលម៉ាឌ្រីតបងប្អូនហើយបាទបើលេងដូចកាលពីយប់មិញនេះរៀលម៉ាឌ្រីតខ្ញុំថានៅតែមិនឈ្នះអាសនលជើងទី2តែបើរៀលម៉ាឌ្រីតប្រឹងលេងល្អជាងនឹងទៀតក៏ខ្ញុំគិតថានៅតែមិនអាចហូបចុកអាសនលបានច្រើនទេព្រោះអាសនលជាក្រុមលេងប្រយ័ត្នសូម្បីតែលេងក្នុងដីខ្លួនឯងអាសនលបុករៀលម៉ាឌ្រីតខ្លាំងក៏ពិតមែនតែជើងក្រោមអត់ប្រហែលទេទប់ចុះទប់លឿនណាបាទអាសនលអញ្ចឹងការលេងជើងទី2ខ្ញុំថាអាសនលមិនសម្រុករៀលខ្លាំងទេតែអាសនលផ្ដោតលើការការពារតែការការពាររបស់អាសនលគឺមាំមែនទែនមាំខ្លាំងខ្ញុំសរសើរទំនុកលេខរបស់អាតេតាបាទចេះរៀបចំក្រុមបានល្អមែនទែនអញ្ចឹងបើជើងទី2យ៉ាងហោចណាស់ច្រើនបំផុតខ្ញុំថារៀលម៉ាឌ្រីតបាន2គ្រាប់មកវិញ 2-0 ខ្ញុំនៅតែរៀលម៉ាឌ្រីតមិនឡើងកើតទំនុកលេខបែបនេះស្រួលអាចអាសនលដាក់ទៀតជើងទី2ឬក៏អាចស្មើបើថាឲ្យហូបចុក4-0ទៅលើអាសនលវាយបកមកវិញខ្ញុំថាបាក់គិតបន្តិចបងប្អូនបាទប៉ុន្តែបងប្អូនយើងមានសិទ្ធិគិតបាទបងប្អូនដែលស្រឡាញ់រៀលម៉ាឌ្រីតមានសិទ្ធិគិតបានថារៀលម៉ាឌ្រីតវាយបក4-0ទៅលើអាសនលវិញបានតែខ្ញុំថាទាំងកម្រិតលេងអាសនលបែបនេះមិនឲ្យរៀលម៉ាឌ្រីតសុទ្ធយ៉ាងនោះទេបាទអាចរៀលឈ្នះដែរតែរៀលឈ្នះមិនគ្រប់គ្រាប់បាល់នៅក្នុងការទម្លាក់អាសនលបានទេខ្ញុំថាអាចឈ្នះដែរជើងទី2តែឈ្នះមិនដល់គ្រាប់បាល់ដែលត្រូវទម្លាក់អាសនលបានទេអត់ទេអាសនលឡើងហើយបងប្អូនអើយបាទចេញទៅប៉ាមកនេះខ្ញុំនិយាយចេញពីចិត្តណាបងប្អូនណាបើតាមទម្រង់បែបនេះខ្ញុំថាអាសនលឡើងហើយបាទព្រោះថាមាន3គ្រាប់បើថារៀលម៉ាឌ្រីតឡើងទៀតវាមានចម្លែកបាទតែមិនទាន់អស់ទេណាបងប្អូនបាល់ទាត់បាល់មូលបងប្អូនយើងថាបាល់មូលគេមិនដែលលេងបាល់សប៉ែតទេបាល់មូលអាចអ្វីក៏កើតឡើងបានដែរអាចនឹងរៀលម៉ាឌ្រីតដាក់មក4-0ឬក៏3ស្មើថែមមកទៅពេលនាទីរៀលឈ្នះអាហ្នឹងយើងថាមិនត្រូវបាទប៉ុន្តែឥឡូវពេលនេះអាសនលមានតែមធំណាស់3គ្រាប់បងប្អូនហើយ3គ្រាប់ការវិបករបស់រៀលម៉ាឌ្រីតនៅក្នុងដីរៀលម៉ាឌ្រីតខ្ញុំថាជ្រឿងមួយដែលលំបាកបំផុតនៅក្នុងការទម្លាក់អាសនលនៅវគ្គ8ក្រុមចុងក្រោយនេះបាទអញ្ចឹងបងប្អូនហើយបាទខ្ញុំភ្ញាក់ផ្អើលសម្រាប់ទម្រង់លេងរបស់អាសនលដ៏ល្អកាចសុទ្ធលេង12ជើងចំគោលដៅស្ទើរតែទាំងអស់12ជើងចំគោលដៅ11ចូលបាន3បើសិនជាចូលទាំងអស់ហ្នឹងគ្រោះថ្នាក់11គ្រាប់បាទគូតសង្គ្រោះ8ដងធម្មតាទេអញ្ចឹងបងប្អូនយើងអាចទាយមើលថាតើរៀលម៉ាឌ្រីតអាចវាយបកអាសនលបានអត់យប់ថ្ងៃចូលឆ្នាំថ្ងៃចុងក្រោយយប់ថ្ងៃ16ឆ្លងចូលថ្ងៃ17ម៉ោង2បងប្អូនណា CTS Sport ផ្សាយបន្តជូនបងប្អូនយើងទាំងគ្នាតើរៀលម៉ាឌ្រីតវាយបកអាសនលទម្លាក់អាសនលបានអត់បាទបងប្អូនយើងខមមិននៅខាងក្រោម fan page របស់រៀលម៉ាឌ្រីតតែបើសម្រាប់ខ្ញុំបងប្អូនណាខ្ញុំនិយាយចេញពីចិត្តខ្ញុំអត់ទៅគ្រប់គ្រងអាសនលអត់ឆ្លាញ់អាសនលទេបាទអត់លំអៀងទៅខាងណាខ្ញុំនិយាយចេញពីចិត្តខ្ញុំឃើញទម្រង់លេងបែបនេះបើលេងរបៀបនេះមិនឈ្នះអាសនលទេបាទជើងទី2អាចឈ្នះដែរឈ្នះមួយគ្រាប់ឬ2គ្រាប់អស់ហើយនៅតែធ្លាក់រៀលម៉ាឌ្រីតហ្នឹងបាទអញ្ចឹងខ្ញុំថាអាសនលឡើងបាទអាសនលនឹងឡើងអរគុណបងប្អូនយើងទាំងអស់គ្នាខ្ញុំមានតែប៉ុណ្្នឹងទេខ្ញុំពិតជាសោកស្ដាយបើសម្រាប់រៀលម៉ាឌ្រីតដែលរបូតគ្រាប់បាល់យ៉ាងហ្នឹងពិបាកវិបកហ្នឹងបើសិនត្រឹមតែមួយគ្រាប់ឬក៏2គ្រាប់ទេអាចវិបកបានវិញ2ស្មើអីមកថែមម៉ោងទៅរៀលអាចនឹងឈ្នះក៏តែឥឡូវនេះពិបាកបន្តិចហើយ3គ្រាប់បងប្អូនហើយ3គ្រាប់វាជារឿងមួយដែលពិបាកនៅក្នុងជើងទី2ណាបាទសម្រាប់រៀលម៉ាឌ្រីតអរគុណបងប្អូនយើងបាទយល់ឃើញយ៉ាងណាសូមខមមិននៅខាងក្រោមបាទតើរៀលម៉ាឌ្រីតអាចឆ្លងផុតអាសនលបានអត់នៅជើងទី2បាទអរគុណសម្រាប់ការទស្សនា